ធ្វើការបង្ហាញមកបង្ហាញទាក់ទងទៅនឹង project EP របស់ក្រុមខ្ញុំនេះគឺជា slider ដែលយើងអាចធ្វើការ manage ជាងចេញពី back end គឺយើងអាចធ្វើការ manage ទៅលើ slider បានមកយើងមាន product នេះអាចទៅលើ filter ទៅតាម product ទៅតាម category របស់ product មួយមកយើងអាចមើល detail របស់ product យើងអាចធ្វើការ add product មកយើងអាចធ្វើការ check out លេខ product បានយើងអាចធ្វើការ page វាតាមរយៈ PayPal បានសម្រាប់ PayPal នេះគឺយើង PayPal នេះខ្ញុំគឺអាច manage ពីផ្នែក back end បានគឺយើងអាចធ្វើការ add ឬក៏ edit ឬក៏ update មើលបានសម្រាប់ page content នេះក៏ដូចគ្នាគឺយើងអាចធ្វើការ manage ពីផ្នែក back end បាននេះចូលមកដល់ផ្នែក back end គឺវាមាន dashboard ហើយវាមាន user management ដែលយើងធ្វើការ manage ទៅលើ user ដែលអាច add delete ឬក៏ delete user បានមក product យើងអាចធ្វើការ manage ទៅលើ product ដូច add product ថ្មី delete product ឬក៏ delete product បានហើយយើងអាចធ្វើការ search product បានហើយនឹងមាន page management ជាដើមហើយសម្រាប់នេះគឺជា category ដែលយើងអាចធ្វើការ manage ទៅលើ category របស់យើងធ្វើការ add edit ឬក៏ delete ទៅលើ category បានដល់យើង brand យើងអាចធ្វើការ manage ទៅលើ brand របស់ product បានមកយើងមាន order ដែលធ្វើការ manage ទៅលើ order ហើយនេះគឺ page slide bar ដែលយើងអាចធ្វើការ manage ទៅលើ slide bar បាននេះ page about us គឺយើងអាចធ្វើការ manage ទៅលើ page about us ដែលយើងអាច add ឬក៏ delete ឬក៏កែ description របស់ about us អីជាដើមនេះគឺ page content ដែលយើងអាចធ្វើការ manage ទៅលើ content របស់